Good evening បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនភាសាអង់គ្លេសបាទថ្ងៃនេះខ្ញុំនឹងលើកយក clear ហើយនឹងប្រយោគខ្លះៗដែលយើងប្រើប្រាស់នៅក្នុងថ្នាក់រៀនណាបាទអញ្ចឹងខ្ញុំដាក់កន្លែងនេះថា classroom phrases បាទអញ្ចឹងបានន័យថា clear ដែលប្រើប្រាស់នៅក្នុងថ្នាក់រៀនអញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាចេះខ្លះហើយបាទ clear ដូចជាយើងទៅយើងរាក់ទាក់គ្នា stand up sit down យើងសួរ hello how are you អីចឹងទៅបាទប៉ុន្តែនៅក្នុងមេរៀននេះគឺ clear នេះគឺចូលកម្រិត elementary ឬក៏ pre intermediate បាទបើសម្រាប់អ្នកទាំងអស់គ្នាដែលចេះខ្លះគឺអាចរៀនបានហើយបាទអញ្ចឹងយើងចូលទៅ slide ទី1របស់យើងតែម្ដងបាទអញ្ចឹង clear ទី1ដែលយើងសួរគ្នាបាទជាទូទៅគឺចូលទៅគឺតែងតែសួររកទំព័រណាបាទយើងសួរថា what page are we on what page are we on បាទអញ្ចឹង what page ហ្នឹងទំព័រទីប៉ុន្មានបាទ are we on យ៉ាងបានន័យថាយើងរៀនដល់ទំព័រទីប៉ុន្មានបាទអញ្ចឹងយើងអាចសួរមិត្តភ័ក្តិយើងបាន what page are we on បាទតើយើងនៅទំព័រណាបានន័យថាយើងរៀនដល់ទំព័រណាអញ្ចឹង clear បន្ទាប់គឺពាក្យ spell បាទពាក្យកន្លឹះនៅក្នុង clear នេះគឺ spell បាទ spell យើងប្រែថាប្រកបបាទប្រកប how do you spell តើអ្នកប្រកបដូចម្ដេចបាទអញ្ចឹងយើងដាក់ពាក្យនៅក្នុងថ្មិញកដោនេះមកឬក៏យើងហៅថា quotation mark បាទសញ្ញាថ្មិញកដោ2ហ្នឹងបាទយើងហៅថា quotation mark យើងដាក់ពាក្យនឹងចូលមកដល់ពាក្យណាដែលយើងអត់ចេះប្រកបយើងដាក់ចូលមកដូចជាពាក្យ assignment បាទពាក្យហ្នឹងគឺពាក្យ assignment បាទ assignment គឺប្រែថាកិច្ចការស្រាវជ្រាវកិច្ចការផ្ទះបាទសម្រាប់អ្នកដែលរៀននៅសាកលវិទ្យាល័យគឺពួកគាត់ស្គាល់ហើយបាទ assignment បាទអញ្ចឹងយើងអត់ចេះប្រកបពាក្យ assignment នឹងទេអញ្ចឹងយើងសួរថា how do you spell assignment how do you spell assignment បាទតើប្រកបពាក្យ assignment ថាម៉េចបាទពាក្យ assignment នឹងប្រកបដោយម៉េចបាទអញ្ចឹងទាំងអស់គ្នាអាចស្ដាប់ជាការបកប្រែផ្ទាល់មាត់របស់ខ្ញុំក៏បានហើយគួបផ្សំទៅនឹងមើលជាការបកប្រែជាភាសាខ្មែរនៅប្រយោគខាងក្រោមហ្នឹងបាទជួនកាលវាអាចនឹងខុសគ្នាតិចតួចប៉ុន្តែគោលបំណងធំគឺដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ពីន័យរបស់ប្រយោគនេះបាទចឹងយើងចូលទៅ clear បន្ទាប់បាទចឹងពាក្យនៅក្នុង clear នេះគឺ homework បាទទាំងអស់គ្នាស្គាល់ហើយបាទ homework យើងប្រើថាកិច្ចការផ្ទះឬក៏លំហាត់នៅផ្ទះបាទអញ្ចឹងអ្នកទាំងអស់គ្នាដែលជាសិស្សក៏ដោយមិនមែនជាសិស្សឲ្យទៅរៀនគឺតែងតែមាន homework អីបាទ Teacher do we have any homework tomorrow Teacher do we have any homework tomorrow បាទ tomorrow ថ្ងៃស្អែកteacher យើងប្រែថាលោកគ្រូក៏បានអ្នកគ្រូក៏បានបាទលោកគ្រូតើយើងមានកិច្ចការផ្ទះទេសម្រាប់ថ្ងៃស្អែកបាទឧទាហរណ៍ថ្ងៃនេះរៀនចប់អញ្ចឹងទៅថ្ងៃស្អែកអត់រៀនទេអញ្ចឹងសួរថាថ្ងៃស្អែកដែលអត់រៀនហ្នឹងគឺមានកិច្ចការផ្ទះធ្វើឬអត់អញ្ចឹងយើងអាចសួរ Teacher do we have any homework tomorrow បាទ I'm sorry I forgot my homework at home បាទអញ្ចឹងពាក្យកន្លឹះហ្នឹងគឺពាក្យថា forgot កាលពិតទៅពាក្យហ្នឹងមកពីពាក្យថា forget បាទ forget forgot forgot អញ្ចឹងពាក្យថា forget ប្រែថាភ្លេចចុះ forgot ហ្នឹងបានភ្លេចដោយសារវាជាអតីតកាលរបស់ forget បាទ I'm sorry I forgot my homework at home អញ្ចឹងខ្ញុំបានភ្លេចកិច្ចការផ្ទះរបស់ខ្ញុំនៅផ្ទះហើយបាទអញ្ចឹងបានតែធ្វើហើយក៏ភ្លេចយកមកអញ្ចឹងទៅបាទដល់ពេលគ្រូឆែកទៅអត់មាន homework ឲ្យគ្រូមើលបាទអញ្ចឹងតែភ្លេចញយអាចនឹងគ្រូមិនសូវសប្បាយចិត្តបាទអញ្ចឹងយូរម្ដងមិនមែនជាបញ្ហាទេអញ្ចឹងសួរសំណួរនេះទាំងអស់គ្នា Teacher do we have any homework tomorrow Teacher do we have any homework tomorrow I'm sorry I forgot my homework at home I'm sorry
I forgot my homework at home បាទអញ្ចឹងយើងចូលទៅ clear បន្ទាប់របស់យើង May I ask បាទ clear នឹងជាប់គ្នាបងប្អូន May I ask អានឹងប្រែជាលក្ខណៈគួរសមបាទ May I ask តើខ្ញុំអាចសួរបានទេបាទ May I ask a question about the homework May I ask a question about the homework បាទតើខ្ញុំអាចសួរអំពីកិច្ចការផ្ទះបានទេបាទអញ្ចឹងយើងប្រើ clear ថា May I ask វាគួរសមបាទយើងអាចថែមពាក្យអីផ្សេងក៏បានដែរMay I ask a question about your job May I ask a question about your study May I ask a question about your family បាទអញ្ចឹងយើងអាចសួរបានដូចគ្នាយើងអាចជំនួសមកបាទអញ្ចឹង clear បន្ទាប់របស់យើងគឺ need help បាទ I need help បាទខ្ញុំត្រូវការជំនួយបាទខ្ញុំត្រូវការអ្នកជួយហ្នឹងហើយ I need help with number 5អាហ្នឹងសំដៅលើលំហាត់លេខ5ណាបាទ number 5ខ្ញុំត្រូវការជំនួយសម្រាប់លេខ5អញ្ចឹងលំហាត់លេខ5ហ្នឹងគឺអត់ដឹងថាគេធ្វើម៉េចអញ្ចឹងទៅយើងអាចនិយាយប្រយោគនឹងបាន Teacher I need help with number 5បាទលោកគ្រូខ្ញុំត្រូវការជំនួយបាទបានតែត្រូវការឲ្យលោកគ្រូជួយពន្យល់ number 5ហ្នឹងគេធ្វើម៉េចបាទអូខេអញ្ចឹងទាំងអស់គ្នាអាចអានតាមខ្ញុំម្ដងទៀត May I ask a question about the homework May I ask a question about the homework I need help with number 5 I need help with number 5បាទអញ្ចឹងសំណួរនេះវាអាចនឹងរៀងវែងបន្តិចប៉ុន្តែទាំងអស់គ្នាព្យាយាមទៅបាទព្រោះមិនមែនជាកម្រិត beginner ទៀតទេបាទយើងចូល pre intermediate អីហើយបាទអញ្ចឹងយើងចូលទៅ clear បន្ទាប់របស់យើងបាទហ្នឹងហើយអញ្ចឹងខ្ញុំបង្ហាញទាំងអស់តែម្ដងអញ្ចឹងទៅបាទដោយសារតែ slide របស់យើង load ទៅវាមុនក្រោយប្រយោគខាងលើគឺខ្ញុំ highlight ឡើង don't understand អញ្ចឹងកន្លែងនេះប្រែថាមិនយល់បាទ don't understand understand យល់ដល់ពេល don't understand មិនយល់បាទ I don't understand the question បាទខ្ញុំមិនយល់សំណួរ Sorry I don't understand the question Sorry I don't understand the question បាទសូមទោសខ្ញុំមិនយល់សំណួរនេះទេបាទមិនយល់សំណួរទេ Can you repeat that more slowly please Can you repeat that more slowly please បាទ repeat ប្រែថានិយាយម្ដងទៀតបាទនិយាយម្ដងទៀត Can you repeat that more slowly please បាទតើអ្នកអាចនិយាយពាក្យហ្នឹងម្ដងទៀតយឺតបានទេបាទហ្នឹងហើយដល់ពេលយើងស្ដាប់អត់បានយើងអាចសុំឲ្យគេនិយាយម្ដងទៀតហើយនិយាយយឺតយើងអាចប្រើសំណួរនឹងបាន Can you repeat that more slowly please Can you repeat that more slowly please បាទអ្នកគ្នារៀនសួរទៅបាទយើងរៀនបង្កើតសំណួរសួរគេបាទបើចាំតែគេសួររហូតមិនកើតទេបាទភាសាអង់គ្លេសរបស់យើងរីកចម្រើនយឺតណាស់បាទអញ្ចឹងយើងត្រូវចេះបង្កើតពាក្យបង្កើត clear សំណួរសួរគេវិញផងបាទអញ្ចឹងបងប្អូនអានតាមខ្ញុំម្ដងទៀត Sorry I don't understand the question Sorry I don't understand the question Can you repeat that more slowly please Can you repeat that more slowly please បាទអញ្ចឹងយើងចូលទៅ clear បន្ទាប់បាទ Can I go to the bathroom បងប្អូនបាទប្រហែលជាចេះហើយពាក្យថា bathroom គឺបន្ទប់ទឹកណាបាទបន្ទប់ទឹកហើយយើងប្រើ toilet ក៏បានបាទមកតែជាលក្ខណៈគួរសមបើគេកំពុងតែញ៉ាំបាយឬក៏គេកំពុងតែញ៉ាំអីអញ្ចឹងយើងថាអូ Can I go to the toilet វាមិនសូវគួរសមទេបាទមិនកំពុងញ៉ាំអីស្រាប់តែសុំទៅបង្គន់បាទអញ្ចឹងយើងប្រើពាក្យថា bathroom វា general ជាងវាទូទៅជាងហើយស្ដាប់ទៅវាមិនសូវកក្រិចទេបាទអញ្ចឹងយើងអាចសួរថា Can I go to the bathroom Can I go to the bathroom បាទតើខ្ញុំអាចទៅបន្ទប់ទឹកបានទេបាទសុំមួយផ្លេតបាទពាក្យកន្លឹះបន្ទាប់ហ្នឹងគឺ borrow បាទ
borrow ប្រែថាខ្ចីបាទខ្ចីលុយខ្ចីរបស់អីចឹងទៅ Can I borrow a pen បាទតើខ្ញុំអាចខ្ចីប៊ិចមួយបានទេ Mine doesn't work បាទបានថាប៊ិចរបស់ខ្ញុំគឺវាអត់ដំណើរការវាអត់ធ្វើការបាទហ្នឹងហើយ Can I borrow a pen Mine doesn't work បាទរបស់ខ្ញុំវាមិនដំណើរការទេវាខូចបាត់ហើយបាទអញ្ចឹងបងប្អូនគ្នាអានតាមខ្ញុំម្ដងទៀត Can I go to the bathroom Can I go to the bathroom Can I borrow a pen Mine doesn't work Can I borrow a pen Mine doesn't work បាទអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងថាត្រូវបាទ repeat correctly បាទនិយាយតាមឲ្យត្រឹមត្រូវអញ្ចឹងបើអ្នកទាំងអស់គ្នាមិនសូវច្បាស់មិនសូវរត់មាត់ទេអាចខាទៅក្រោយបន្តិចទៅហើយបាទហើយព្យាយាមនិយាយ clear នឹងម្ដងហើយម្ដងទៀតទៅបាទតាមដែលអាចធ្វើទៅបានអញ្ចឹងយើងចូលទៅ clear បន្តរបស់យើងគឺបាទពាក្យកន្លឹះគឺ mean បាទ mean កន្លែងនេះគឺបើន័យធម្មតាយើងប្រែថាកាចឬក៏ចិត្តអាក្រក់ណាបាទប៉ុន្តែន័យកន្លែងនេះគឺប្រែថាមានន័យបាទមានន័យមានអត្ថន័យបាទឧទាហរណ៍យើងសួរថាពាក្យហ្នឹងគឺមានអត្ថន័យយ៉ាងម៉េចមានអត្ថន័យដូចម៉េច What does the word experiment mean បាទ What does the word experiment mean បាទអញ្ចឹងគេចង់សួរថាពាក្យ experiment ហ្នឹងគឺមានន័យថាម៉េចមានអត្ថន័យថាម៉េចបាទអញ្ចឹងបងប្អូនអាចមើលការប្រែខាងក្រោមតើពាក្យ experiment មានន័យថាម៉េចអូខេ Can we work in pairs for this activity Can we work in pairs for this activity work in pairs ធ្វើការជាគូបាទ pair ហ្នឹងគូជាដៃគូឬក៏ជាហ្នឹងហើយ partner ក៏បានដែរ pair ឬក៏ partner ដូចគ្នា Can we work in pair for this activity activity ហ្នឹងសកម្មភាពឬក៏លំហាត់នេះតើយើងអាចធ្វើការជាគូបាទសម្រាប់លំហាត់នេះបានទេអញ្ចឹងបានថាលំហាត់នេះគឺពួកគាត់ចង់សុំគ្រូធ្វើការជាគូដើម្បីគាត់អាចប្រៀបធៀបចម្លើយគ្នាគាត់អាចជួយគ្នាធ្វើលំហាត់ហ្នឹងបាទ Yes activity កន្លែងនេះគឺសំដៅលើលំហាត់ណាបាទវាស្មើនឹង exercise អញ្ចឹងតើអ្នកអានតាមខ្ញុំម្ដងទៀតតោះ What does the word experiment mean What does the word experiment mean Can we work in pairs for this activity Can we work in pairs for this activity បាទអូខេអញ្ចឹងថាតាមឲ្យតាន់តោះអញ្ចឹងយើងចូលទៅ clear បន្ទាប់របស់យើង Do we have to write this down អូខេ write down ប្រែថាកត់ទុកបាទឬក៏សរសេរចុះបាទសរសេរទុកសរសេរចូលនៅក្នុងសភៅណាបាទ this ណាតើតើនឹងពាក្យបាទពាក្យនេះបាទឬក៏ clear នេះឬក៏ចំណុចនេះអញ្ចឹងណា this អញ្ចឹងDo we have to write this down បាទតើយើងត្រូវតែសរសេរចំណុចនេះចូលក្នុងសភៅទេបាទយើងចង់និយាយអញ្ចឹងណាបាទនឹងន័យរបស់ប្រយោគហ្នឹងតើពួកយើងត្រូវសរសេរទាំងនេះមែនទេបាទត្រូវសរសេរចំណុចទាំងនេះចូលសភៅមែនទេកន្លែងបកប្រែហ្នឹងគឺដូចជាមិនសូវត្រូវទាំងស្រុងទេបងប្អូនអាចស្ដាប់ការបញ្យល់របស់ខ្ញុំបន្ថែមបាទ Do we have to write this down បាទ clear បន្ទាប់របស់យើងគឺយើងមានពាក្យ absent ហើយនិងពាក្យថា miss បាទ absent យើងប្រែថាអវត្តមានឬក៏អត់មករៀនហ្នឹងហើយដល់ពេលពាក្យថា miss ហ្នឹងធម្មតាយើងប្រែថានឹកបាទយើងប្រែថានឹកដូចជា I miss you អញ្ចឹងបាទខ្ញុំនឹកអ្នកឬក៏បងនឹកអូននឹកបងអញ្ចឹងទៅបាទយើងប្រែតាមន័យផ្អែមល្ហែមបាទដល់ពេល miss កន្លែងនេះគឺប្រែថាខកខានបាទដូចជា miss the train បាទ miss the bus បាទខកខានឡានក្រុងឬខករថភ្លើងខកឡានក្រុងបានទៅអត់ទាន់ដល់ពេលកន្លែងនេះគឺចង់សំដៅលើខកខាននៅចំណុចសំខាន់នៅក្នុងមេរៀនបាទ anything important បាទ
អ្វីមួយដែលសំខាន់ណាបាទ anything ហ្នឹងអ្វីមួយ I was absent yesterday បាទខ្ញុំគឺអវត្តមានម្សិលមិញ Did I miss anything important Did I miss anything important បាទតើខ្ញុំខកខាននៅចំណុចសំខាន់ណាមួយទេបាទចង់សួរសំណួរនេះយើងអាចសួរទៅគ្រូក៏បានបាទអាចសួរទៅមិត្តភ័ក្តិរួមថ្នាក់យើងក៏បានតើយើងអានម្ដងទៀត Do we have to write this down Do we have to write this down I was absent yesterday Did I miss anything important I was absent yesterday Did I miss anything important បាទចឹងយើងចូលទៅ clear បន្ទាប់ទៀតបាទ can I ពាក្យហ្នឹងគឺយើងប្រើសម្រាប់សំណូមពរឬក៏ប្រើសម្រាប់សុំអនុញ្ញាតណាបាទចឹង can I speak to you after class please បាទ Can I speak to you after class please បាទតើខ្ញុំអាចនិយាយជាមួយអ្នកបន្ទាប់ពីថ្នាក់ចប់បាទបន្ទាប់ពីចប់ថ្នាក់ហ្នឹងណាបានទេណា Can I speak to you after class please បាទយ៉ាងបានថាស្នើសុំដើម្បីនិយាយទៅកាន់នរណាម្នាក់បាទនៅក្នុងពេលកំពុងរៀននៅក្នុងណាគឺអាចថាកំពុងតែរវល់ស្ដាប់គ្រូពន្យល់ហើយកំពុងតែធ្វើលំហាត់ធ្វើការអនុវត្តអញ្ចឹងទៅហើយអត់មានពេលនិយាយទេហើយក៏យើងស្នើសុំគេពេលចប់ថ្នាក់ក៏សុំនិយាយជាមួយគេបាទ Can I speak to you after class please បាទអញ្ចឹង clear បន្ទាប់របស់យើងគឺ this is sorry អានេះជាប្រយោគសំណួរ is this បាទ is this answer correct is this answer correct បាទ correct នឹងប្រែថាត្រឹមត្រូវហ្នឹងហើយតើចម្លើយនេះត្រឹមត្រូវទេបាទ answer នឹងចម្លើយ is this answer correct បាទតើចម្លើយនឹងត្រឹមត្រូវទេបាទអញ្ចឹងសំណួរនេះយើងអាចសួរទៅគ្រូបានបាទ Can I speak to you after class please Can I speak to you after class please Is this answer correct Is this answer correct បាទតើចម្លើយនេះត្រឹមត្រូវឬទេអូខេ clear បន្ទាប់គឺ what class បាទយើងប្រើភ្ជាប់គ្នាបាទថ្នាក់អ្វីបាទ class ហ្នឹងថ្នាក់បាទ what class do we have next what class do we have next បាទតើថ្នាក់អ្វីដែលយើងត្រូវរៀនបន្ទាប់មានថ្នាក់គណិតមានថ្នាក់រូបវិទ្យាថ្នាក់ភាសាខ្មែរបាទថ្នាក់សិក្សាសង្គមអញ្ចឹងទៅបាទឬក៏ថ្នាក់អង់គ្លេសបាទអញ្ចឹង what class គឺសំដៅលើថ្នាក់អ្វីបាទតើថ្នាក់បន្ទាប់ជាថ្នាក់អ្វីណាយើងអាចសួរអញ្ចឹងក៏បាន what class do we have next what time បាទ what time ចង់សំដៅលើពេលវេលាម៉ោងបាទយើងសួរ what time does the next class start បាទ next class ហ្នឹងថ្នាក់បន្ទាប់បាទដល់ពេលយើងរៀនចប់មួយថ្នាក់អញ្ចឹងទៅយើងអាចដឹងថាថ្នាក់បន្ទាប់ទៀតហ្នឹងចាប់ផ្ដើមម៉ោងប្រហែលអញ្ចឹងយើងអាចសួរសំណួរនឹងបាន start ហ្នឹងចាប់ផ្ដើមបាទ next class start បាទថ្នាក់បន្ទាប់ចាប់ផ្ដើមបាទ what time ហ្នឹងម៉ោងប្រហែលអញ្ចឹងយើងអាចកាត់ន័យដឹងហើយបាទ what time does the next class start បាទតើថ្នាក់បន្ទាប់ហ្នឹងគឺចាប់ផ្ដើមនៅម៉ោងប្រហែលបាទអញ្ចឹងជួនកាលពេលដែលយើងទៅរៀនអញ្ចឹងទៅបាទមិនជួនកាលទេបាទជាទូទៅពេលយើងទៅរៀនគឺវាតែងតែចប់ថ្នាក់មួយចូលថ្នាក់មួយហើយបាទជាពិសេសគឺអ្នករៀននៅសាកលវិទ្យាល័យឬក៏អ្នករៀននៅវិទ្យាល័យអីជាដើមបាទអូខេអញ្ចឹងទាំងអស់គ្នាអាចអានតាមខ្ញុំម្ដងទៀត What class do we have next What class do we have next What time does the next class start What time does the next class start បាទអញ្ចឹងបន្ទាប់ទៀតបាទ library អ្នកនេះស្គាល់ហើយបាទនៅសាលាមួយតែងតែមានបាទ library គឺបណ្ណាល័យបាទ library បាទ Where is the library in this school បាទតើបណ្ណាល័យនៅឯណានៅក្នុងសាលានេះបាទធម្មតាសាលានីមួយគេមានបណ្ណាល័យទោះបីជាតូចឬក៏ធំបាទគេត្រូវតែមានណាបាទបើសិនជាសាលាអត់មានបណ្ណាល័យទេបាទទាំងអស់គ្នាអាចស្នើទៅខាងក្រសួងទៅបាទឲ្យគាត់ជួយ
bà ơi có chui mơ phóng bà này sẽ làm một buổi chọn cá xa chanh lên rồi cả xa mò riêng ở toàn đòn mong riêng còn ai trôi tự bàn lại làm bài án phải bà chỉ sẽ đai được nhom to lấy bà sạch cái hao thà chay bàn lại và để cho chặt từ coi nữa bàn lại chẳng chỉ là tập hóa cái dân ban trong này đang tràn khăn bên tênของผมvàទាំងអស់គ្នាដែលធ្លាប់បានចូលបណ្ណាល័យអានសភៅគឺបាទធ្លាប់ដឹងហើយបាទពីអត្ថប្រយោជន៍របស់សភៅនៅក្នុងបណ្ណាល័យហ្នឹងហើយអញ្ចឹងយើងអានសភៅវាខុសពីយើងអាននៅលើទូរស័ព្ទណាបាទយើងមានអារម្មណ៍ផ្សេងយើងបដោតល្អជាងបាទបដោតល្អជាងអញ្ចឹងបងប្អូនគ្នាអានសភៅទាំងអស់គ្នាទៅបាទដើម្បីជាប្រយោជន៍ដល់ខ្លួនឯងបាទចឹងសំណួរនេះគេសួរថា where is the library in the school បាទហើយគេសួរថាតើបណ្ណាល័យនៅក្នុងសាលានេះគឺនៅឯណាបាទ let's study together បាទ together ហ្នឹងរួមគ្នាឬក៏ទាំងអស់គ្នាបាទ let's ហ្នឹងតោះបាទ study គឺសិក្សាឬក៏រៀនបាទតោះរៀនទាំងអស់គ្នាសម្រាប់ for the next exam បាទសម្រាប់ការប្រឡងបន្ទាប់ចឹងបានន័យថាមុនការប្រឡងហ្នឹងបើយើងរៀនតែឯងក៏បានដែរប៉ុន្តែបើសិនយើងមានមិត្តភ័ក្តិរៀនជាមួយគ្នាណាបាទបានន័យថាយើងសួរសំណួរគ្នាទៅវិញទៅមកទៅវាជាគេហៅថាវិធីសាស្ត្រមួយដ៏ល្អខ្លាំងមែនតើបាទដ៏មានប្រសិទ្ធភាពណាអញ្ចឹងសំណួរនេះយើងសួរថា let's មិនមែនជាសំណួរតែជាប្រយោគបាទ let's study together for this exam let's study together for the exam បាទតោះយើងរៀនជាមួយគ្នាទៅសម្រាប់ការប្រឡងនេះបាទហ្នឹងហើយអញ្ចឹងខ្ញុំអានម្ដងទៀតឲ្យទាំងអស់គ្នាថាតាម where is the library in this school where is the library in this school let's study together for the exam let's study together for the exam បាទអញ្ចឹងយើងចូលទៅបាទប្រយោគបន្ទាប់របស់យើងពាក្យកន្លឹះគឺពាក្យថា difficult difficult បាទ difficult យើងប្រែថាលំបាកឬក៏ពិបាក math បាទមុខវិជ្ជាគណិតណាបាទ that math test test ហ្នឹងប្រឡងបាទប្រឡងមុខវិជ្ជាគណិត that math test was difficult that math test was difficult បាទអញ្ចឹងបានន័យថាការប្រឡងមុខវិជ្ជាគណិតហ្នឹងគឺពិបាកខ្លាំងណាស់បាទពិបាកណាស់ this exercise is easy today បាទអញ្ចឹងផ្ទុយនឹងពាក្យថា difficult ហ្នឹងគឺយើងមានពាក្យថា easy បាទ easy ប្រែថាងាយស្រួលបាទ exercise លំហាត់បាទ this exercise is easy today បាទអញ្ចឹងលំហាត់នេះគឺងាយស្រួលណាស់ថ្ងៃនេះបាទកន្លែងអត់ឃើញថ្ងៃនេះទាំងអស់គ្នាថែមខ្លួនឯងទៅបាទអញ្ចឹងអានទាំងអស់គ្នា that math test was difficult that math test was difficult this exercise is easy today this exercise is easy today បាទអញ្ចឹងយើងចូលទៅ clear បន្ទាប់ lunch បាទអ្នកគ្នាដឹងហើយណា lunch គឺអាហារថ្ងៃត្រង់ I'm going to lunch see you after class I'm going to lunch see you after class បាទអញ្ចឹងខ្ញុំទៅញ៉ាំបាយថ្ងៃបាទជួបគ្នាបន្ទាប់ពីថ្នាក់ចប់បាទបន្ទាប់ពីរៀនចប់ថ្នាក់បាទខ្ញុំនឹងទៅញ៉ាំអាហារថ្ងៃត្រង់បាទជួបគ្នាពេលចប់ថ្នាក់អូខេ I'm going to lunch see you after class do you want to sit together at lunch បាទអញ្ចឹងយើងអាចបង្កើតមិត្តភាពបានតាមរយៈការសួរសំណួរមួយនេះបាទសូមអង្គុយជាមួយគ្នាអញ្ចឹងទៅយើងអាចនិយាយរាក់ទាក់គ្នា get to know each other បាទស្គាល់គ្នាអញ្ចឹងទៅបាទហ្នឹងហើយ do you want to sit together at lunch បាទ sit together អង្គុយជាមួយគ្នាបាទតែអ្នកចង់អង្គុយជាមួយគ្នានៅកន្លែងញ៉ាំអាហារថ្ងៃត្រង់ទេបាទ Do you want to sit together
at lunch បាទចឹងអានទាំងអស់គ្នាម្ដងទៀត I'm going to lunch see you after class I'm going to lunch see you after class Do you want to sit together at lunch Do you want to sit together at lunch បាទតើអ្នកចង់អង្គុយជាមួយគ្នានៅពេលថ្ងៃត្រង់បាយថ្ងៃត្រង់ទេបាទបន្តមកទៀតគឺពាក្យកន្លឹះរបស់យើងគឺពាក្យថា presentation បាទពាក្យនេះបើសិនជាអ្នកនរគ្នាចេញធ្វើការក៏ជួបញឹកញាប់ឬក៏អ្នកនរគ្នារៀននៅសាកលវិទ្យាល័យក៏ជួបញឹកញាប់ដែរបើនៅវិទ្យាល័យប្រហែលជាមិនសូវជួបទេបាទពីព្រោះពាក្យនេះយើងប្រែថាធ្វើបទបង្ហាញបាទប៉ុន្តែនៅវិទ្យាល័យខ្លះលោកគ្រូអ្នកគ្រូចាប់ផ្ដើមឲ្យសិស្សព្យាយាមបង្កើតនៅគម្រោងស្រាវជ្រាវហើយធ្វើបទបង្ហាញបាទការធ្វើបទបង្ហាញនេះល្អខ្លាំងណាស់ចំពោះការសិក្សាដោយសារសិស្សគាត់បង្កើតនៅជំនាញធ្វើបទបង្ហាញគាត់បង្កើតនៅភាពជឿជាក់លើខ្លួនឯងហើយនឹងជំនាញនៃការធ្វើ research បាទធ្វើការស្រាវជ្រាវជាមួយនឹងការងារជាក្រុមឲ្យជាដើមបាទអញ្ចឹងដោយសារតែជំនាញ presentation នឹងវាសំខាន់ទាំងសាលាខ្មែរទាំងសាលាអង់គ្លេសគួរតែចាប់ផ្ដើមបង្រៀនក្មេងឲ្យចេះធ្វើបទបង្ហាញហ្នឹងជាក់ស្ដែងនៅសាលាដែលខ្ញុំកំពុងតែបង្រៀនផ្ទាល់ហ្នឹងជាបាទសាលាអន្តរជាតិដែលមានស្តង់ដារមួយដែរអញ្ចឹងសិស្សខ្ញុំទាំងអស់ទាំងចាស់ទាំងក្មេងគឺសុទ្ធតែមានជំនាញក្នុងការធ្វើបទបង្ហាញបាទអញ្ចឹងវាល្អសម្រាប់ពួកគាត់នៅពេលក្រោយនៅពេលដែលគាត់ចេញធ្វើការទៅគឺគាត់មានជំនាញនឹងស្រាប់តែម្ដងអញ្ចឹងបងប្អូនគ្នាអាចអានម្ដងទៀត You did a great job on your presentation presentation បាទបង្ហាញ did a great job បានធ្វើការងារដ៏អស្ចារ្យបាទន័យថាធ្វើការបានល្អណាបាទហ្នឹងហើយអញ្ចឹងអ្នកធ្វើការបានល្អណាស់ក្នុងការធ្វើបទបង្ហាញអញ្ចឹងសរុបមកគឺអ្នកធ្វើបទបង្ហាញបានល្អបាទ You did a great job on your presentation បាទបន្តទៀតគឺ finished early បាទទាំងអស់គ្នាឆ្ងល់ថាហេតុអីបានជាពាក្យថា finished មាន ed បាទដោយសារតែវាជា verb 3បាទវាជាកិរិយាសព្ទខ្ទង់ទី3ដើមឡើយពាក្យថា finish គឺត្រឹម sh ហ្នឹងឯងអត់មាន ed ទេបាទដល់ពេលនេះគឺប្រើជា present perfect បាទ present perfect អញ្ចឹងគឺមាន have នៅមុខប៉ុន្តែត្រូវបានបំព្រួញជាមួយនឹង I have ទៅជា I've បាទ I finished early បាទខ្ញុំបានចប់មុនអញ្ចឹងបានតែធ្វើលំហាត់ឬក៏កត់មេរៀនហ្នឹងចប់មុនបាទ Can I start បាទ Can I start the next task Can I start the next task បាទកិច្ចការបន្ទាប់តើខ្ញុំអាចចាប់ផ្ដើមធ្វើកិច្ចការបន្ទាប់បានទេអញ្ចឹងប្រយោគនេះចង់និយាយថាខ្ញុំបានធ្វើចប់ហើយបាទ I finished early ខ្ញុំបានធ្វើចប់មុនហើយតើខ្ញុំអាចចាប់ផ្ដើមនៅកិច្ចការបន្ទាប់បានទេបាទខ្ញុំបានបញ្ចប់វាមុនពេលកំណត់បាទតើខ្ញុំអាចចាប់ផ្ដើមកិច្ចការបន្ទាប់បានទេបាទបងប្អូនគ្នាប្រែអញ្ចឹងក៏បានអញ្ចឹងអានទាំងអស់គ្នាម្ដងទៀតណា You did a great job on your presentation You did a great job on your presentation I finished early Can I start the next taskបាទអូខេអញ្ចឹង clear បន្ទាប់បាទនេះមាន next test បាទ next បន្ទាប់ test ការប្រឡងការធ្វើ test បាទ next test ការប្រឡងបន្ទាប់ When is the next test បាទកំពុងតែរៀនដល់ពាក់កណ្ដាលធើមហើយយើងអាចសួរគ្រូបាទតើការប្រឡងបន្ទាប់ហ្នឹងគឺនៅពេលណាបាទ When is the next test បាទតើការប្រឡងបន្ទាប់នៅពេលណា
good luck on your test tomorrow ចឹងយើងមានclear ថា good luck ណាបាទ good luck ប្រែថាសំណាងល្អបាទសំណាងល្អ on your test tomorrow ណាបានតែសំណាងល្អនៅក្នុងការប្រឡងនៅថ្ងៃស្អែកអូខេចឹងតើអ្នកគ្នាអានតាមខ្ញុំម្ដងទៀតណា when is the next test when is the next test good luck on your test tomorrow អានេះយើងជូនពរគ្នាយើងបាទ good luck on your test tomorrow បាទសូមសំណាងល្អសម្រាប់ការប្រឡងនៅថ្ងៃស្អែកកុំឲ្យមានឈឺឬក៏កុំឲ្យមានបញ្ហាអីមកអាក់ខានអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនគ្នាបាទអញ្ចឹង clear ប្រយោគនេះបានបញ្ជាក់អ្នកទាំងអស់គ្នាអញ្ចឹងថាបាទមិនមែន beginner ទេបាទយើងចូល elementary pre intermediate ហើយអញ្ចឹងអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការគាំទ្រវីដេអូតាំងពីដើមរហូតដល់ចប់ហើយនឹងវីដេអូផ្សេងបាទខ្ញុំតេតងនឹងការបង្រៀនភាសាអង់គ្លេសបាទអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលពេញចិត្តវីដេអូកុំភ្លេចចែករំលែកហើយជួយ subscribe អ្នកមួយទៅបាទដើម្បីបានមេរៀនអង់គ្លេសល្អទៀតបាទហើយកុំភ្លេចជួបគ្នានៅក្នុងវីដេអូក្រោយណាបាទហើយមានដំណឹងល្អមួយបាទជូនអ្នកទាំងអស់គ្នាហ្នឹងហើយសម្រាប់ថ្នាក់ភាសាអង់គ្លេសអនឡាញបាទខ្ញុំនៅតែមានបន្តអ្នកទាំងអស់គ្នាអាចបើសិនជាចាប់អារម្មណ៍ក៏អាចទំនាក់ទំនងបានដែរណាបាទអញ្ចឹងយើងមានថ្នាក់សម្រាប់អ្នកដែលបាទអត់ទាន់ចេះសោះក៏មានបាទថ្នាក់សម្រាប់ beginner ក៏មានបាទថ្នាក់សម្រាប់អ្នកដែលចេះខ្លះឬក៏ថ្នាក់សម្រាប់ advanced ក៏មានដែរណាបាទអញ្ចឹងចំពោះថ្នាក់គឺយើងមានរៀនជាមួយសិស្សដទៃក៏មានបាទយើងរៀនម្នាក់ឯងបាទគ្រូមួយសិស្សមួយក៏មានដែរបាទយើងហៅថាprivate tutoring ការរៀនឬការបង្រៀនបែបឯកជនណាបានន័យថាគ្រូមួយសិស្សមួយបាទហើយតកតងទៅនឹងតម្លៃនៃការសិក្សាអ្នកនរគ្នាក៏អាចទំនាក់ទំនងខ្ញុំនៅពេលក្រោយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍បាទហើយម៉ោងពេលគឺយើងមានការ flexible មែនទេគឺយើងមានការបាទប្រែប្រួលទៅតាមតម្រូវការជាក់ស្ដែងបាទឧទាហរណ៍ថាអ្នកនរគ្នារវល់ការសិក្សាឬក៏រវល់ការងារអញ្ចឹងយើងអាចពិភាក្សាគ្នាបានបាទហើយសម្រាប់ខ្ញុំផ្ទាល់ក៏បើសិនជាខ្ញុំជាប់ថ្នាក់ផ្សេងក៏ខ្ញុំមិនអាចបង្រៀនបានដែរតែបើខ្ញុំមានពេលទំនេរខ្ញុំអាចបង្រៀនអ្នកទាំងអស់គ្នាបាទអាហ្នឹងគឺតកតងទៅនឹងយើងចរចាគ្នាបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ទាប់បាទបាយបាយ good luck